វីដេអូមួយនេះសម្រាប់លោកស្រីដែលមានបំណងចង់នាំទំនិញចូលពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាតើតម្រូវឲ្យមានអ្វីខ្លះក្នុងវិស័យដឹកជញ្ជូនក្នុងវិស័យ Logistics សម្រាប់ New Importer ត្រូវតែមានលក្ខខណ្ឌមួយចំនួនដើម្បីអាចនាំទំនិញចូលបានដែលមានដូចជាទី1គឺជាក្រុមហ៊ុនដែលបាន register ជាមួយក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារទី2ត្រូវតែមានបតង់ VAT លក្ខន្តិកៈក្រុមហ៊ុននិងឯកសារមួយចំនួនដែលពាក់ព័ន្ធទី3ពេលមានឯកសារខាងលើហើយដាច់ខាតត្រូវតែ register ក្នុងប្រព័ន្ធគយដែលយើងហៅកាត់ថា ASICUDAនិងទី4ឯកសារដែលពាក់ព័ន្ធជាមួយនឹងទំនិញដែលមានដូចជា BL Commercial Invoice Packing List និងឯកសារមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងទំនិញខមមិនខាងក្រោមប្រសិនបើលោកស្រីមានសំណួរពាក់ព័ន្ធជាមួយនឹងវិស័យដឹកជញ្ជូន